កលែងមើលឆ្វេងមើលស្ដាំអញ្ចឹងមិនលួចអីទេបងប្អូនហើយគឺថាយកពងមាន់មកដើម្បីធ្វើជា DIY ជូនបងប្អូនទាំងអស់គ្នាមើលបងប្អូនទាំងអស់គ្នាដឹងថាខ្ញុំយកពងមាន់ហ្នឹងមកធ្វើអីទេមិនមែនស្ងោរធម្មតាណាបងប្អូនចាំមើលដល់ចប់វីដេអូមិនដឹងហើយមកមើលមុខម្ហូបនៅលើតុយើងវិញគឺថាច្រើនខ្លាំងមែនតើបងប្អូនហើយទាំងអស់ហ្នឹងតាម9នាម9កាក់ទេព្រោះអីម្ហូបទាំងអស់ហ្នឹងគឺ buffet ហើយ buffet នេះគឺជារបៀប hot pot ស៊ុបចិនអីចឹងបងប្អូនហើយក្នុងហ្នឹងគឺមានចំណុចជាច្រើនណាស់បងប្អូនទាំងអស់គ្នាហើមិនថាទឹកស៊ុបមិនថាជាសាច់អីនៅនេះគឺគាត់ផ្ដោតសំខាន់ទៅលើទឹកស៊ុបគាត់គឺជា original taste តែម្ដងទឹកស៊ុបរបស់គាត់គឺមានច្រើនប្រភេទណាបងប្អូនទឹកស៊ុបបែបឆុងឈិងចេះក៏មានទឹកស៊ុប mon collagen ក៏មានហើយជាពិសេសគឺមានទឹកស៊ុបសាច់ហើយនិងស៊ុបស៊ីឈាន់បែបនេះតែខ្ញុំសូមបញ្ជាក់បន្តិចបងប្អូនទឹកស៊ុបនៅក្នុងហ្នឹងគឺគេគិតលុយមួយឆ្នាំដូចជា$5បើនិយាយពីប្រភេទសាច់វិញហ្នឹងគឺថាមានចង់100មុខហ្មងបងប្អូនហើយមានច្រើនមែនតើគោមាន់ជ្រូកទាគ្រឿងក្នុងគ្រឿងក្រៅគឺថាមានសពគ្រប់អស់ហើយបងប្អូនហើយគ្រឿងសមុទ្រក៏មានដែរបើនិយាយពីទឹកជ្រលក់វិញគឺថាធៀបបែបនេះឲ្យបងប្អូនទៅដួសតែម្ដងគាត់តែឃើញទឹកជ្រលក់គេដាក់មកគឺដឹងថាខ្ញុំត្រូវលាយមិនគេបងប្អូនហើយគឺក្បួនលាយទឹកជ្រលក់នោះគ្មាននរណាលាយដូចទេឆ្ងាញ់ណាស់ចុំកដុំឆែបនិយាយមួយថ្ងៃពេកឈ្មោះហាងគេមានឈ្មោះថា Hai Lao Hot Pot and BBQ ហើយពេលដែលគេលើកទឹកស៊ុបមកដាក់នៅលើឆ្នាំងហ្នឹងគឺគេបានប្រាប់យើងថាឲ្យយើងហត់ទឹកស៊ុបមួយសិនចាំយើងបង់បន្លែបង់សាច់អីតាមក្រោយឲ្យដឹងជាតិថាទឹកស៊ុបយើងរបៀបមិនខ្លះទឹកស៊ុបដែលគាត់លក់ដៃប្រចាំហាងហ្នឹងគឺទឹកស៊ុប Mon Collagen ហើយនិងទឹកស៊ុបឆុងជីងបែបនេះទឹកស៊ុបឆុងជីងហ្នឹងគឺទឹកស៊ុបដែលហឹរហើយគ្រឿងដិតខ្លាំងហើយក៏គាត់មានដូចជាទឹកស៊ុបសម្រាប់បងប្អូនអត់សូវចេះញ៉ាំហឹរអីចឹងមានទឹកស៊ុបសិតហើយនិងទឹកស៊ុបបែបស៊ីឈាន់ធម្មតាបែបនេះអូខ្ញុំភ្លេចប្រាប់មួយទៀតបងប្អូនទឹកស៊ុបនៅហ្នឹងគឺគាត់មាន free ទឹកស៊ុបមួយយ៉ាងឲ្យយើងគឺទឹកស៊ុបឆ្អឹងជនីជ្រូកទឹកស៊ុបប្រភេទអស់ហ្នឹងគឺយើងងាយស្រួលក្នុងការ supply hot លេងអីចឹងហើយទឹកស៊ុបនៅនេះបងប្អូនគឺពិត original ថែរបស់គេហ្មងស៊ីឈាន់ដឹងស៊ីឈាន់ឆុងឈិងដឹងឆុងឈិងបងប្អូនឆុងឈិងនេះគឺថាគ្រឿងដិតហឹរសម្រាប់យើងជ្រលក់សាច់ពោះគោឈាមទីអីអើយអែមណាស់ឥឡូវមកស្រាយចម្ងល់ថាហេតុអីបានខ្ញុំទិញពងមាន់មកពីក្រៅដើម្បីធ្វើអីណោះគឺដើម្បីធ្វើ DIY មានន័យថា do it yourself ដោយសារតែនៅហើយឡៅនេះគាត់លើកទឹកចិត្តឲ្យភ្ញៀវទាំងអស់គ្នាហ្នឹងគឺគាត់បង្កើតជាមួយនឹងសិល្បៈថ្មីក្នុងការចម្អិនម្ហូបអាហារដែល ingredient ទាំងអស់ហ្នឹងគឺមាននៅក្នុងហាងស្រាប់បងប្អូនតែពងមាន់នេះអត់មានទេខ្ញុំលួចទិញមកពីក្រៅដើម្បីធ្វើ DIY ខ្លួនឯងផុសវីដេអូឲ្យលេងអញ្ចឹងណាសម្រាប់ DIY របស់ខ្ញុំនៅក្នុងថ្ងៃនេះហ្នឹងគឺមានដូចជាយកពងហ្នឹងបងប្អូនទៅគោះឲ្យដាក់ចូលនៅក្នុងទឹកស៊ុប Mon Collagen បែបនេះហើយខ្ញុំក៏បន្ថែមជាមួយនឹងគ្រឿងសមុទ្រមានដូចជាបកាដែលគេបកហើយអញ្ចឹងបងប្អូនដាក់ទៅគឺថាតំណងមែនតែនហើយខ្ញុំក៏បានដាក់លុកខ្ទឹមមកកូនចានឲ្យវាមើលទៅឃើញពណ៌វា colorful ឲ្យស្អាតអញ្ចឹងបងប្អូនតែដួសជាងមកតំណងបងប្អូនដូចពងទាចំហុយពងទាច្រាមពងទាអីចឹងអូយតំណងហើយណែដូរមកបកាមកគ្រាប់ទៀតមកគឺថាអូយកប់ស្រីឃើញមកគឺចង់ញ៉ាំបងប្អូនសំខាន់ណាស់ទឹកស៊ុបគេហ្នឹងឡើងជាតិជះក្លិនមកគឺថាឈ្ងុយខ្លាំងហ្មងហើយនេះបងប្អូនឲ្យសាក់ញ៉ាំប្រហែលណាគឺថាអូជាតិបងប្អូនអាពងមាន់ហ្នឹងគឺវាចូលសាច់ជាមួយនឹងអាទឹកស៊ុបហ្នឹងបងប្អូនគឺថាខំមកឆិចមកគឺថាប្រៃលំឆ្ងាញ់ណាសំខាន់ទឹកស៊ុបនេះជាតិខ្លាំងហ្មងបងប្អូនសាក់ធ្វើដូចខ្ញុំមកទៅនេះឲ្យគឺអត់ខុសម្ដងទេរសជាតិគឺបែបហ្មងហើយមេកំពុងតែភ្លៀងចឹងហត់ទឹកស៊ុបបែបនេះគឺថាអូឆ្ងាញ់ណាហើយមួយទៀតហ្នឹងគឺខ្ញុំយកប្រហិតហ្នឹងទៅដោតចង្កាក់បែបនេះដើម្បីសោសជាមួយទឹកស៊ុបហឹលណាហើយបងប្អូនទាំងអស់គ្នាបើបានទៅហើយ like កុំភ្លេចធ្វើជាវីដេអូ DIY ដើម្បីទទួលបានការឈ្នះរង្វាន់ជាច្រើនក៏តែបងប្អូនទាំងអស់គ្នា follow up នៅក្នុង page Facebook របស់គាត់ហើយខ្ញុំក៏សូមណែនាំជាមួយនឹងសាច់គោមួយនេះបងប្អូនអានេះគេហៅថាសាច់គោ crystal ដែលគេប្រឡាក់គ្រឿងបែបនេះអូសាច់គោគឺឆ្ងាញ់ហើយផុយស្រួយហ្មងណាសម្រាប់សាច់គោប្រភេទហ្នឹងគឺបងប្អូនសោសជាមួយទឹកស៊ុបហឹលបាទឆ្ងាញ់សោសរយៈពេលតែ5-6 second បានហើយនិយាយទៅមកល្មមវាស្រួយវា juicy វាឆ្ងាញ់អញ្ចឹងបងប្អូនគឺកប់ស្រីលីហ្មងបងប្អូនហើយនេះមិនត្រឹមតែមានតែស៊ុបទេមានឆ្នាំងជាមួយនឹងការអាំងសាច់ទេបងប្អូនអាចអាំងសាច់អ្វីណាបងប្អូនចូលចិត្តបានដូចជាសាច់គោសាច់មាន់នេះអញ្ចឹងទៅបងប្អូនណាដែលគាត់ចូលចិត្តញ៉ាំជាមួយនឹងពោះគោដូចខ្ញុំអញ្ចឹងយកទៅជ្រលក់ជាមួយទឹកស៊ុបឆុងជីងបែបនេះអូយគឺថា best ខ្លាំងមែនតើបងប្អូនណាទឹកស៊ុបគាត់នេះគឺអ្នកគេចូលចិត្តហឹលចូលចិត្តគ្រឿងដិតគឺអែមហ្មងដឹងតែត្រូវចិត្តហ្មងជ្រលក់មកទឹកជ្រលក់កប់បែបនេះគឺថាអូឆ្ងាញ់ណាហើយនៅហ្នឹងបងប្អូន9នាម9កាក់មែនគឺថាមានគ្រប់សពបងប្អូនសំបីតែពពុះសមុទ្របែបនេះក៏មានដែរហើយនៅក្នុងសែន9នាម9កាក់ហ្នឹងគឺអត់មានបកងទេតែបងប្អូនចង់ញ៉ាំបកងបងប្អូនគ្រាន់តែបូកថែម$1.75សេនបងប្អូននឹងទទួលបានការញ៉ាំបកងដោយសេរីអត់មានដែនកំណត់តែម្ដងមួយវិញទៀតណាសម្រាប់បងប្អូនចង់ញ៉ាំ hot pot ជាអាហារពេលថ្ងៃអីនៅហៃឡៅបងប្អូនគេបើកលក់តាំងពីថ្ងៃរហូតដល់យប់ហ្មងហើយការលក់ពេលថ្ងៃនេះបងប្អូនគឺគាត់លក់ទាំងពីរសាខារបស់គាត់ផ្ទាល់តែម្ដងគឺនៅសាខាសែនសុខហើយនិងសាខាបឹងកេងកងបើខ្ញុំនេះវិញខ្ជិលញ៉ៃច្រើនសាច់មួយចានទាញចានទឹកជ្រលក់ចាក់វូទៅបីតែពវៀនទៀននេះវិញបងប្អូនគឺឆ្ងាញ់ណាស់នឹងស្ពិតអូយកប់ស្រីហ្មងហើយជាពិសេសណាអាមន់ខ្មៅនេះកុំចោលអសោះនៅនេះបងប្អូនតម្លៃធូរមែនតើបើនិយាយពីប្រភេទសាច់គាត់ក៏ល្អដែរបើទឹកស៊ុបវិញគឺថាអូយឆ្ងាញ់ហ្មងជាប់ចិត្តខ្ញុំអញ្ចឹងខ្ញុំមានអារម្មណ៍ថាចេះអ្វីដែលខ្ញុំចំណាយហ្នឹងគឺវាបានមកលើសពីអ្វីដែលខ្ញុំ expect ហើយខ្ញុំសូមបញ្ជាក់មួយទៀតបងប្អូនសូម្បីតែតរីនៅនេះក៏គេមាន free ឲ្យយើងដែរមានដូចជា Coca Pepsi អីនឹងដាក់ទាំងថោឲ្យយើងបែបនេះតែម្ដងបងប្អូនមើលតែភ្ញៀវរបស់គាត់ទៅគឺថាណែនបែបនេះតែម្ដងមិនបាច់ចំខ្ញុំទៅសារអំពី
លួជាតិទេគឺមានម៉ួយប្រចាំហាងគាត់ហ្នឹងគឺគាត់ជួយទៅសារជំនួសហើយបើថាបងប្អូនទៅរៀងល្ងាចជ្រុលដឹងអត់មានតអង្គុយដឹងតែអង្គុយរងចាំបែបនេះហើយអញ្ចឹងហើយបើបងប្អូនទៅគ្នាច្រើនឯខលកក់ទុកគាត់មុនទៅសម្រាប់ហៃឡៅគឺគាត់មានតែ2សាខាតែប៉ុណ្ណោះនៅក្នុងប្រទេសខ្មែរយើងសម្រាប់សាខាទី1របស់គាត់ណាគឺនៅម្ដុំសែនសុខនៅលើផ្លូវ1986មន្ទីរពេទ្យ IU សម្រាប់សាខាទី2របស់គាត់ហ្នឹងគឺនៅលើផ្លូវ51ផ្លូវ Pasteur ហ្នឹងកាយជាមួយនឹងផ្លូវ306នៅម្ដុំបឹងកងនឹងឯងហើយគាត់ក៏មានជាលក្ខណៈបន្ទប់ VIP សម្រាប់បងប្អូនទាំងអស់គ្នាទៅញ៉ាំគ្នាច្រើនជួបជុំមិត្តភ័ក្តិបងប្អូនហើយគឺថាអាចធ្វើកម្មវិធីបានមកសេរីតែម្ដងបងប្អូនសំខាន់ណាស់មានទាំងការ៉ាអូខេជាងទៀតណាតែក៏តម្រូវឲ្យបងប្អូនទាំងអស់គ្នាមានគ្នាចាប់ពី8នាក់ឡើងទៅផងដែរគាត់មានទាំងបន្ទប់តូចបន្ទប់ធំហើយការរៀបចំរបស់គាត់ហ្នឹងគឺថាបែបហុងកុងបែបចិនបែបនេះតែម្ដងអូស្អាតមែនតើ